តនាយកហ៊ុនសែនអំពាវនាវឲ្យអ្នកភូតកុហកឈប់ប្រើប្រាស់ការជិះចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសម្ដេចនាយកហ៊ុនសែនបានអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការជិះចាប់របស់សម្ដេចកាលពី50ឆ្នាំមុនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនាពេលថ្ងៃទី23ខែមករាឆ្នាំ2026សម្ដេចតេជោបានសរសេរថាសូមបញ្ឈប់ប្រើប្រាស់ការជិះចាប់របស់សម្ដេចកាលពី50ឆ្នាំមុនមកបោកប្រាស់សម្ដេចតទៅទៀតទៅសម្ដេចតេជោបានលើកឡើងថាក្រោយរំដោះពីរបបប៉ុលពតនៅឆ្នាំ1979ពិសេសក្រោយពេលដែលសម្ដេចនិយាយពីរឿងកូនស្លាប់ដោយមានភាគនិទាននិងភាគយន្តរឿងកូនប្រុសក្រមពលឺប្រច័នពេញបរមីមកមានមនុស្សតិចជាង20នាក់ទេដែលបន្លំខ្លួនធ្វើជាកូនកំសត់របស់សម្ដេចដែលបានស្លាប់នោះទៅមកចាប់ជាតិមនុស្សទាំងនោះខ្លះសរសេរសម្បត្តិបញ្ចូលមកសម្ដេចចោះតាមទស្សនវិដីក្រោយបង្ហោះតាមបណ្ដាញសង្គមដូចជា Facebook ជាដើមសម្ដេចតេជោបន្ថែមថាករណីចុងក្រោយដូចជាធ្ងន់បន្តិចមានទាំងអត្ថបទមានទាំងសារឆ្លើយឆ្លងជាមួយមនុស្សដែលស្គាល់ Telegram របស់សម្ដេចសូមអំពាវនាវដល់អ្នកភូតកុហកឈប់ប្រើការជិះចាប់របស់សម្ដេចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀតទៅ